ចាបងប្អូនអ្វីដែលយើងទៅទាំងរងចាំទាំងអស់គ្នាទាំងបងប្អូនដែលតាមដានទស្សនាទាំងនាងខ្ញុំអ្នកធ្វើអត្ថាធិប្បាយយើងខ្ញុំចាអ្នកធ្វើអត្ថាធិប្បាយហ្នឹងកំពុងតែទាំងរងចាំឥឡូវបានមកដល់សុវណ្ណកុមារមហារិទ្ធចាខ្សែទឹកខាងក្នុងរន្ទះ3សេរីសែនជ័យបារមីតេជោខ្សែទឹកកណ្ដាលសុវណ្ណមច្ឆាសង្វាមូពេជ្រខ្សែទឹកខាងក្រៅមានការប្រែប្រួលហើយបងប្អូនដោយសារតែគណៈកម្មការយើងធ្វើការគូកងទៅតាមទេរវិធីចាជើងទី1ចាបាទជានៅក្នុងនេះផងដែរសូមគ្រប់ថ្លែងអរគុណលោកអង្ញាអឹងសៀដែលបានឧបត្ថម្ភដល់គណៈកម្មការរៀបចំ$500សហរដ្ឋអាមេរិកឯកឧត្តមជឹមសុខុនចាននៅលោកជំទាវ$200រតនាគារខេត្តកណ្ដាល$40,000រៀលដល់គណៈកម្មការរៀបចំចាសូមគ្រប់ថ្លែងអរគុណបាទរដ្ឋបាលស្រុកខ្សែកណ្ដាលនិងគណៈកម្មការទូតទាំង7សូមថ្លែងអរគុណដល់អាយដាមគូចម្រើនបានគណៈបាលខេត្តកណ្ដាលលោកជំទាវបានឧបត្ថម្ភថវិកា15លានរៀលអង្គ1450គីឡូក្រាមភេទជ្ជៈ75កេសទឹកសុទ្ធ150កេសដល់ទូកងោចំនួនទូកងោនិងទូកមួងរបស់ស្រុកខ្សែកណ្ដាលបាទទាំង7បាទសូមថ្លែងអរគុណចាសូមបងប្អូនកីឡាករចំណុះទូកចាបងប្អូនពិសាភេសជ្ជៈអីហើយសូមដាក់នៅក្នុងទូកសិនហើយឡើងគប់បងប្អូនចាំប្រមូលដាក់ទៅក្នុងធុងសម្រាមកបោះប៉ងចោលនៅក្នុងទឹកនៅក្នុងទឹកទន្លេហើយសម្រាប់ពេលនេះបងប្អូនថ្មីតែឃើញមានកផ្លោកមានអីនេះហូរមកច្រើននេះគឺជាធម្មជាតិចាកផ្លោកហូរមកគឺជាធម្មជាតិទេមិនមែនសម្រាមទេអញ្ចឹងតើកណាបងប្អូនបោះទឹកសុបឬក៏ញ៉ាំអីហើយបោះចោលចាធ្វើឲ្យមានកាកសំណល់ហ្នឹងហូរតាមទន្លេហ្នឹងមិនល្អមើលទេបើកផ្លោកវិញបងប្អូននោះជាធម្មជាតិចាអញ្ចឹងធម្មជាតិមិនប្រែប្រួលទេមិនប្រែប្រួលទេគឺគាត់តាមរដូវកាលរបស់គាត់អញ្ចឹងនៅពេលទឹកហូរមកគាត់ហូរមកតាមទឹកអញ្ចឹងទៅហូរបញ្ច្រាស់ឡើងទៅវិញអញ្ចឹងទៅបាទចាហើយអ្វីដែលសំខាន់សូមអរគុណដល់អង្គការចាសម្អាតចាទន្លេសមុទ្របានរួមសហការជាមួយនឹងកម្មវិធីបណ្ណាំងទូកនៅក្រុងតាខ្មៅខេត្តកណ្ដាលយើងនេះជាមួយគ្នានេះសូមថ្លែងអរគុណដែរដល់អាយដាមនីអាដាមសនីកតេសង្ហបណ្ឌិតបាទហ៊ីងមនហៀងនិងលោកជំទាវប៉ែនទាំងនេះបានឧបត្ថម្ភទូក2បាទគឺក្រាំងជ័យសែនជ័យនិងតាពាំងវែងជូសែនជ័យបាទនៅថវិកាចំនួនទូក5លានរៀលនិងឧបត្ថម្ភបាទខ្ញុំជាមួយបងប្អូនហ្នឹង1លានរៀលដែរបាទសូមថ្លែងអរគុណបាទទូកងនៅក្នុងអរិយស័ព្ទថ្លែងអរគុណដល់អាយដាមអគ្គបណ្ឌិតស្រីចាអូនព័ន្ធនីរដ្ឋឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឧបត្ថម្ភនៅថវិកាចំនួន5លានរៀលអាយដាមគង់វិបុលរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីអនុប្រធានចិនត្រៃចុះជួយមូលដ្ឋានក្រុងអរិយស័ព្ទឧបត្ថម្ភ4លានរៀលអាយដាមបណ្ឌិតបាទគុណញឹមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីអគ្គនាយកនៃអគ្គនាយកអង្គុយនឹងរដ្ឋកោឧបត្ថម្ភចំនួន4លានរៀលចាបងប្អូនអ្វីដែលយើងទៅទាំងរងចាំទាំងអស់គ្នាទាំងបងប្អូនដែលតាមដានទស្សនាទាំងនាងខ្ញុំអ្នកធ្វើអត្ថាធិប្បាយយើងខ្ញុំចាអ្នកធ្វើអត្ថាធិប្បាយហ្នឹងកំពុងតែទាំងរងចាំឥឡូវបានមកដល់សុវណ្ណកុមារមហារិទ្ធចាខ្សែទឹកខាងក្នុងរន្ទះ3សេរីសែនជ័យបារមីតេជោខ្សែទឹកកណ្ដាលសុវណ្ណមច្ឆាសង្វាមូពេជ្រខ្សែទឹកខាងក្រៅមានការប្រែប្រួលហើយបងប្អូនដោយសារតែគណៈកម្មការយើងធ្វើការគូកងទៅតាមទេរវិធីចាជើងទី1ចាហើយចឹងហើយរតនវលីឲ្យប្រហាក់ប្រហែលគ្នាចឹងគឺ3ក៏ប្រែប្រួលដែរចាបាទឥឡូវយើងឃើញហើយខ្សែទឹកខាងក្នុងសុវណ្ណកុមារមហារិទ្ធកំពុងតែនាំមុខបន្តិចបន្តួចជាមួយនឹងខ្សែទឹកខាងក្រៅសុវណ្ណមច្ឆាសង្វាមូពេជ្របាទចំណែកឯរន្ទះ3សេរីសែនជ័យបារមីតេជោនៅក្រោយគេអត់ដឹងថាយ៉ាងម៉េចទេពុំទាន់ដល់មកសួរជ័យមិនទាន់លើឡើងហងបាទយើងរងចាំទូ3នេះការពីជើងទី1ថេរវិហារប្រហាក់ប្រហែលគ្នាបាទប្រហាក់ប្រហែលគ្នាហើយដល់ពេលជាមួយគ្នាប្រហាក់ប្រហែលគ្នាតែឥឡូវនោះមកប៉ះគ្នាហាក់ដូចជាមានការប្រែប្រួលទៅលើថេរវិហារហើយខ្សែទឹកខាងក្នុងនេះសុវណ្ណកុមារមហារិទ្ធនេះដល់ហើយបាទមហារិទ្ធស្រីគេដែរសុវណ្ណមច្ឆាសង្វាមូពេជ្រក៏តាមកតុយបាទលើកដល់ហើយបាទតែធ្វើម៉េចតាមឲ្យតាន់ជាមួយរន្ទះ3សេរីសែនជ័យបារមីតេជោចាតាមតាន់អត់ទេមើលទៅចារន្ទះ3សេរីសែនជ័យបារមីតេជោតាមជាមួយនៅសុវណ្ណមច្ឆាសង្វាមូពេជ្រតាមអត់តាន់នេះសង្វាមូពេជ្របាននៃថាខ្សែទឹកខាងក្រៅចាដល់ទីមុនរន្ទះ3សេរីសែនជ័យបារមីតេជោមកពីខាងប្រជាសកលចា